តតែពេលថៃឥឡូវនេះវាយបកមកវិញប្រាប់ថាកម្ពុជាអះអាងថាប្រាសាទតាមាន់ធំគឺជាប្រាសាទរបស់ខ្មែរដីដតីទៀតថៃមិនទាន់និយាយអីទេប៉ុន្តែរឿងប្រាសាទតាមាន់ធំនេះថៃគេបានភ័ស្តុតាងពីណាគេទេខ្ញុំអត់ដឹងដែរគេដាក់សរសេរអញ្ចឹងថាមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗដែលជាស្ថាប័នរបស់ថៃនៅថ្ងៃទី18ខែមករាម្សិលមិញនេះបានចេញសេចក្តីថ្លែងការណ៍មួយតបទៅនឹងការប្រកាសតាមបណ្ដាញសង្គមខ្ញុំថាតាមការប្រកាសតាមបណ្ដាញសង្គមហ្នឹងអាចនឹងមានបងប្អូនខ្មែរយើងនិយាយរៀបរាប់អំពីកម្មសិទ្ធិនៃប្រាសាទតាមាន់ធំដែលជារបស់ខ្មែរដែលជាស្នាដៃបុព្វបុរសដូនតាខ្មែរអញ្ចឹងទៅនៅពេលនោះគឺខាងក្រមប្រឆាំងនឹងព័ត៌មានคล้ายៗដែលជាមជ្ឈមណ្ឌលរបស់ថៃនេះគឺគេលើកឡើងថាប្រាសាទតាមាន់ធំមែនតែនគឺជាប្រាសាទរបស់ជាតិថៃដែលបានចុះបញ្ជីជាប្រាសាទបុរាណរបស់ថៃតាំងពីយូរលង់ណាស់មកហើយយូរលង់នឹងកាលមជ្ឈមណ្ឌលមួយនេះបានលើកឡើងអំពីការបញ្ជាក់របស់ក្រសួងរចនាក្រសួងវប្បធម៌និងវិចិត្រសិល្បៈតាមពិតទៅដែលក្រោមក្រសួងវប្បធម៌របស់ថៃគឺជានាយកដ្ឋានវិចិត្រសិល្បៈក្រោមចំណុះរបស់ក្រសួងវប្បធម៌របស់ថៃដែលបានបញ្ជាក់ថាមានភស្តុតាងដែលបញ្ជាក់ថាប្រាសាទតាមាន់ធំត្រូវបានចុះបញ្ជីជាផ្លូវការរួចទៅហើយថាជាវិមានជាតិរបស់ថៃនៅថ្ងៃទី8ខែមីនាឆ្នាំ1935គឺដែលបានមានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីឬក៏ថាពរាជក្រឹត្យសំទោសគេថាទស្សនាវដ្តីរបស់ព្រះមហាក្សត្រនៅក្នុងសម័យនោះដែលថាការចុះបញ្ជីនេះគឺវាមានមុនកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ1953ដូច្នេះបានន័យថាថៃអះអាងថាប្រាសាទតាមាន់ធំត្រូវបានចុះបញ្ជីជាប្រាសាទរបស់ជាតិថៃតាំងតែពី18ឆ្នាំមុនកម្ពុជាបានឯករាជ្យពីបារាំងទៅទៀតបាទនេះគឺជាការអះអាងរបស់គេទេបងប្អូនជឿគេឬក៏យ៉ាងដូចម្ដេចឥឡូវគេតបគេបន្ថែមទៀតថានាយកដ្ឋានវិចិត្រសិល្បៈរបស់ក្រសួងវប្បធម៌ថៃក៏មានអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងការបន្តគ្រប់គ្រងនិងរក្សាដែនអធិបតេយ្យរបស់ប្រាសាទតាមាន់ធំដែលជាប្រាសាទរបស់ថៃនេះតាំងពីពេលនោះមកហើយក៏បានស្ដារបានកែលម្អបានអីអញ្ចឹងតទៅទៀតហើយក៏បានបន្ថែមទៀតថាកម្ពុជាពុំមានឯកសារភស្តុតាងគតិយុត្តណាដើម្បីទាមទារប្រាសាទតាមាន់ធំថាជាប្រាសាទរបស់ខ្លួនសូម្បីតែនៅក្នុងប្រព័ន្ធឬក៏សាលក្រមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិថៃចាប់ផ្ដើមបើកប្រអប់ចលេនហើយព្រោះអីយើងដឹងថាមកនិយាយពីតុលាការយុត្តិធម៌អន្តរជាតិនេះគឺជារឿងមួយដ៏រាក់កំផែលរបស់ថៃទៀតហើយថៃនិយាយថាតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីកន្លងមកអត់ដែលនិយាយតាក់ទងនឹងរឿងប្រាសាទតាមាន់ធំដែលជាប្រាសាទរបស់ខ្មែរទេខ្ញុំឆ្ងល់ថាគាត់និយាយអញ្ចឹងកើតដែរនេះប្រាសាទតាមាន់ធំដែលមាននៅក្នុងពាក្យបណ្ដឹងរបស់ខ្មែរពីអង្កលនៅក្នុងរឿងដែលប្តឹងថៃពីរឿងការរំលោភឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាយកយោធាមកដាក់ហ្នឹងគឺខ្មែរធ្លាប់ប្តឹងថៃរឿងប្រាសាទព្រះវិហារតារួចទៅពេលដែលយើងប្តឹងថៃរឿងប្រាសាទព្រះវិហារឲ្យតុលាការយុត្តិធម៌អន្តរជាតិទៅកាត់ក្តីរឿងប្រាសាទតាមាន់ធំអាម៉េចទៅលោកហើយយើងកំពុងតែជជែកគ្នាពីរឿងលួចមាន់រួចទៅយើងចង់ឲ្យមានសាលក្រមហ្នឹងនិយាយពីរឿងបាត់កបីដែរវាអត់ត្រូវបើយើងបាត់កបីដាក់កបីជាមួយនឹងគេលួចមាន់ហ្នឹងមកបានគេដោះស្រាយរឿងកបីពណ៌អីកបីឃ្លៀចកបីស្អីក៏ដោយហ្នឹងគឺបានវាអាចទៅអញ្ចឹងរួចដូច្នេះការនិយាយកន្លែងនេះមួយគឺជារឿងមួយដ៏គួរឲ្យអស់សំណើចក៏ប៉ុន្តែថៃគេអះអាងដូច្នេះតើយើងជឿជាក់លើថៃប៉ុណ្ណាហើយបារម្ភប៉ុណ្ណាទេបងប្អូននេះគឺជានយោបាយសង្គ្រាមចិត្តសាស្ត្ររបស់ថៃទេបើយើងនិយាយឲ្យមែនតើក៏ប៉ុន្តែមិនមែនបានន័យថាអ្វីដែលថៃនិយាយហើយយើងនាំគ្នាទាត់ចោលហើយថាកុំភ័យបានមកយើងវិញទេណាអត់មានដេកស្រមៃបែបហ្នឹងទេអ្វីដែលថៃនិយាយគឺជាអ្វីដែលថៃកំពុងតែចងក្រងព័ត៌មាននិងភស្តុតាងដើម្បីយកភាពស្របច្បាប់នៃការយកប្រាសាទតាមាន់ធំទៅគ្រប់គ្រងនឹងតំបន់ប្រាសាទខ្នាប្រាសាទតាកបីទៀតលើកក្រោយគេនឹងយកអាហ្នឹងមកនឹងធ្វើដូច្នេះទៀតដើម្បីឲ្យបញ្ជាក់អំពីភាពស្របច្បាប់ថាគេមានឯកសារគតិយុត្តតាមដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃឲ្យយល់អំពីប្រវត្តិសាស្ត្រខុសហើយស្អប់គ្នាទៀតដែរបងប្អូនឃើញទេរឿងនេះហើយដែលរឿងយើងឆ្លោះគ្នាអត់ឈប់ថៃគេបង្រៀននិស្សិតបញ្ញវន្តនិងមនុស្សជំនាន់ក្រោយរបស់ថៃនេះឲ្យយល់ប្រវត្តិសាស្ត្រខុស
ហើយការបណ្ដុះគំនិតក្មេងឲ្យយល់ប្រវត្តិសាស្ត្រខុសហើយមិនព្រមទទួលស្គាល់ការពិតវាធ្វើឲ្យក្មេងជំនាន់ក្រោយហ្នឹងនៅតែតស៊ូមតិដើម្បីក្រាញទាមទារអ្វីដែលជាមិនមែនជារបស់ខ្លួនហើយទៅយើងនឹងឆ្លោះគ្នាជាមួយខ្មែរដោយគិតថាខ្មែរដណ្ដើមលួចរបស់គេតាមពិតខ្លួនឯងទេដែលមិនទទួលស្គាល់ថាអាហ្នឹងជារបស់ខ្មែរតាំងពីដើមតើកម្ពុជាទៅលួចរបស់ខ្លួនឯងយ៉ាងម៉េចតើយើងទៅលួចរបស់កម្មសិទ្ធិរបស់ខ្លួនឯងយ៉ាងដូចម្ដេចយើងចូលទៅក្នុងផ្ទះយើងដើម្បីយករបស់របរយកមកប្រើប្រាស់ឬគ្រប់គ្រងហើយត្រូវបានអ្នកដតីឬក៏អ្នកចិត្តខាងចោទថាយើងជាចោរចូលទៅលូកយករបស់ខ្លួនឯងវាអត់មានអានេះហើយបន្តថាប៉ុន្តែថៃគឺគេមានគោលការណ៍របស់គេប្រព័ន្ធផ្សព្វផ្សាយរបស់គេគឺគេមានភាពឯករាជ្យច្រើនដូច្នេះនៅពេលដែលគេចាប់ផ្ដើមផ្សាយគឺមានការជឿទុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គេហ្នឹងវាធ្វើឲ្យអាប្រព័ន្ធគេហ្នឹងគឺអាចមានប្រៀបលើកម្ពុជានៅក្នុងន័យថាប្រឡប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិភពលោកក៏ចាប់ផ្ដើមមើលតាមថៃទៀតហើយកម្ពុជាយើងដោយសារប្រព័ន្ធផ្សព្វផ្សាយយើងខ្សោយយើងអត់ឯករាជ្យហើយយើងបំផ្លាញគ្នាខ្ទេចខ្ទីទៀតដល់អញ្ចឹងយើងអត់មានអីទៅទប់គេទេបញ្ញវន្តនិស្សិតបណ្ឌិតកវីរបស់យើងគឺសង្ងំសុកទាំងអស់រឿងស្អីក៏ដោយបើនិយាយប៉ះពាល់នឹងតកតងនឹងប្រវត្តិសាស្ត្រពិតអីទៅវាប៉ះពាល់ដល់ការពិតជាក់ស្ដែងដូចលោកបណ្ឌិតអិនសុផលដែលជាបណ្ឌិតដែលយើងគិតថាជាបញ្ញវន្តដ៏អស្ចារ្យមួយរូបនៅប្រទេសកម្ពុជាដែលហ៊ាននិយាយការពិតម្សិលមិញខ្ញុំបានផ្សាយព័ត៌មានគាត់ច្រើនគាត់សរសេរសភៅ5ក្បាលគាត់និយាយអំពីបញ្ហាថៃกับបញ្ហាដោះស្រាយប៉ុន្តែគាត់នៅតែមិនអស់ពីចិត្តនៅក្នុងការមិនហ៊ានប្រាប់ថាកម្ពុជាគួរតែប្តឹងថៃទៅតុលាការអន្តរជាតិតែខ្ញុំនៅតែកោតសរសើរសំណេររបស់លោកនិយាយអំពីបញ្ហាផ្ទៃក្នុងខ្មែរបញ្ហាទាហានខ្មោចបញ្ហាយើងខ្សោយដោយសារតែសេដ្ឋកិច្ចរឿងអីដែលយើងត្រូវតែពង្រឹងអីហ្នឹងខ្ញុំជឿថានេះគឺជាការហ៊ាននិយាយការពិតប៉ុន្តែនិយាយនៅតែមិនអស់លោកអិនសុផលខ្លួនលោកដែលជាបណ្ឌិតហ្នឹងគឺធ្លាប់និយាយអំពីកោះគុតដែលជាកោះរបស់ខ្មែរពាក់កណ្ដាលអីណានិយាយបានតែម្ដងអាវីដេអូហ្នឹងគេក៏វត្តចោលឲ្យលុបចោលបាត់ឬទៅរកក៏តែមិនដែលឃើញអីចឹងទៅរឿងនេះគឺជារឿងអកុសលមួយដែលបញ្ញវន្តរបស់យើងនិយាយអីអត់បានដោយសារតែការធ្វើទុកបុកម្នេញខ្ទប់មាត់និយាយទៅគឺចង់តែនិយាយរបៀបពិធីសារសរសើរបញ្ជោបញ្ចើចបញ្ចើឲ្យស្លាប់ហើយចឹងមេដឹកនាំយើងស៊ីចូលទៀតយកតែអាហ្នឹងទៅហើយដល់ពេលយើងមកចេញជាកម្រិតស្រាវជ្រាវបែបច្បាស់លាស់វាទៅជាអត់មានអតិពលដោយសារតែអារបស់ល្អហ្នឹងគឺយើងបង្ក្រាបចោលអស់រៀបអត់ហ៊ាននិយាយការពិតដល់អញ្ចឹងអាទម្ងន់គេហៅថាប្រព័ន្ធយើងផ្សព្វផ្សាយយើងឲ្យចម្រោះឲ្យគេជឿហ្នឹងវាអត់មានយើងអត់ទៅប្រកួតគេបានណាហើយដល់ឥឡូវថៃគេផ្សាយអញ្ចឹងតែយើងឈឺចាប់ទេបងប្អូនឈឺចាប់ក៏ប៉ុន្តែសួរថាប្រាសាទតាមាន់ធំជារបស់ថៃឬក៏ជារបស់ខ្មែរទោះជាថៃអះអាងថាប្រាសាទតាមាន់ធំបានចុះបញ្ជីតាំងពីឆ្នាំ1935 8 ដណ្ដប់ឆ្នាំមុនកម្ពុជាបានឯករាជ្យក្នុងឆ្នាំ1953ក៏ដោយនេះគឺជាការអះអាងរបស់ថៃអត់ដែលមានប្រវត្តិជាតិសាសន៍ឯណានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាជាតិសាសន៍ដែលមានចំណាស់ជាងខ្មែរទេខ្មែរមានជាតិសាសន៍កម្រិតវប្បធម៌ប្រាសាទដូនតាខ្មែរនៅគ្រប់ប្រទេសទាំងដល់ភូមិដល់អរញ្ញប្រទេសស្អីហ្នឹងតាំងពីអាណាចក្រខ្មែរប្រាសាទទាំងអស់ហ្នឹងសិតតែជាប្រាសាទគេដំណើរដូនតាបុព្វបុរសខ្មែរតើគាត់ថាទឹកដីរបស់យើងហ្នឹងវារំកិលបន្តិចម្ដងដោយសារមេដឹកនាំយើងចេះតែឆ្លោះគ្នាផ្ទៃក្នុងយើងខ្ទេចខ្ទីទឹកដីអស់យើងអត់ដែលរៀនពីប្រវត្តិសាស្ត្រអំពីការឆ្លោះគ្នាផ្ទៃក្នុងជាតិឯងហ្នឹងឯងយើងអស់ទឹកដីរហូតមកសល់ប្រប៉ិនសបកអណ្ដើកហ្នឹងឥឡូវហ្នឹងក៏យើងនៅតែឆ្លោះគ្នាអត់មានការផ្សះផ្សាជាតិរហូតតគេវាយខ្ទេចចង់អស់ទៀតថៃយកពីយើងតាំងពីសម័យលង្វែកតាំងពីសម័យអីមកប្រវត្តិអត់ដែលមានថាយើងជាមួយថៃនឹងជូរចត់រហូតប៉ុន្តែយើងអត់ដែលពង្រឹងខ្លួនឲ្យខ្លាំងដើម្បីនឹងអាចយកប្រៀបលើថៃបានព្រោះតែយើងអារវល់តែខំគ្នារវល់តែឆ្លោះគ្នាឯងរវល់តែដណ្ដើមអំណាចក្រាញអំណាចទៅភ្លេចគិតអំពីការពង្រឹងអធិបតេយ្យបូរណភាពយើងដល់អញ្ចឹងទៅដល់ពេលមានសត្រូវអីមកឈ្លានពានគេងាយនឹងរំលាយយើងបានណាស់ដោយសារអីយើងវាអត់ត្រូវគ្នាអញ្ចឹងនៅក្នុងគ្រួសារតែយើងឆ្លោះគ្នាហើយគេចង់ធ្វើអីយើងគឺក្រុមគ្រួសារគ្នាឯងហ្នឹងដែលជាអ្នកបំផ្លាញព្រោះយើងអត់ត្រូវគ្នាដល់អញ្ចឹងទៅវាជួយគេហៅថាឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់ទ្របឲ្យចោលឥឡូវយើងលាតកំណប់ទ្របយើងឲ្យចោលហើយគឺគេដឹងថាយើងឆ្លោះគ្នាគឺគេវាយយកបានហើយសិតតែកំណប់ទ្របដល់ពិសិដ្ឋរបស់យើងហើយប្រាសាទរបស់យើងប៉ុន្តែដូចខ្ញុំនិយាយចឹងឥឡូវថៃនិយាយចឹងតើខ្មែរយើងធ្វើមិនអត់មានបើថៃយកតឡាការយុតិធធអន្តរជាតិមកក៏ល្អដែរ
ឥឡូវដាក់អាប្រាសាទហ្នឹងចូលទៅក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅដើម្បីឲ្យថៃដឹងថាណែមិញប្រាប់និយាយថាអត់មានភ័ស្តុតាងអីដែលតុលាការយុត្តិធម៌អន្តរជាតិនិយាយពីប្រាសាទតំបន់ធំសោះវាអត់មានទេព្រោះថៃព្រោះខ្មែរដែលថៃណាឆ្នាំ2015កន្លងទៅនេះដែលកម្ពុជាអះអាងថាបានប្តឹងថៃពីរឿងប្រាសាទតំបន់ធំប៉ុន្តែជាសេចក្តីជូនដំណឹងតែ ICJ ក៏អាចបានទទួលអីសោះហ្នឹងឃើញថៃគេយកលេសមកថាបើយើងមានបណ្ដឹងនិយាយពីប្រាសាទតំបន់ធំនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិថៃមិនហ៊ានយករឿងតុលាការយុត្តិធម៌អន្តរជាតិមកនិយាយពួកគេថាអត់ដែលសេចក្តីសម្រេចបានន័យថាអត់ដែលទាំងមានការដាក់ប្តឹងអីរឿងប្រាសាទតំបន់ធំទេអញ្ចឹងជាការបើកដៃពញាក់ស្មារតីមេដឹកនាំខ្មែរថាកុំឲ្យថៃសរសេរប្រវត្តិសាស្ត្រឡើងវិញយើងត្រូវសរសេរប្រវត្តិសាស្ត្រខ្លួនឯងហើយត្រូវយកភស្តុតាងទាំងអស់ដែលបញ្ជាក់ថាប្រាសាទតំបន់ធំជាប្រាសាទរបស់ខ្មែរប្រាសាទខ្នាជាប្រាសាទរបស់ខ្មែរប្រាសាទតាកបីជាប្រាសាទរបស់ខ្មែរប្រាសាទតំបន់តូចជាប្រាសាទរបស់ខ្មែរហើយដាក់ប្តឹងទៅថៃមិនមែនទាមទារតែប្រាសាទដែលជាពលឹងដូនតាទេបើយើងទារមិនបានពលឹងដូនតារបស់យើងច្បាស់ជាមិនអនុគ្រោះឲ្យយើងដែលជាមនុស្សចំនួនក្រោយដែលធ្វើឲ្យបាត់ប្រាសាទទាំងអស់នេះទេដូច្នេះយើងដាក់ទៅកុំឲ្យពលឹងដូនតាយើងមកចងព្យាបាទចងអាឃាតជាមួយយើងលោកការពារថែរក្សាខំកសាងឲ្យយើងអស់ហើយតែយើងថែរក្សាមិនគង់តែយ៉ាងណាក៏នៅតែមានដាវអាញាសឹកមួយគឺតុលាការយុត្តិធម៌អន្តរជាតិនេះដើម្បីទាមទារឲ្យថៃខ្ជាក់មកវិញឲ្យខាងតែបានដែរហើយនៅចាប់ផ្ដើមធ្វើនយោបាយស្អីគេមានក្រុមគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬឃោសនិករបស់រដ្ឋាភិបាលកម្ពុជានឹងកោតតែនិយាយឃ្លាមួយអញ្ចេះទៀតថាអូឥឡូវហ្នឹងគឺរបៀបជាគេហៅថាបើកព្រៃឲ្យសัตว์ចូលមកឲ្យចូលលបយើងដល់ពេលដែលចុងក្រោយយើងក៏ទ្រុបយកសង្គ្រប់ឬក៏ថាថាច់ប៉ាត់យកទាំងអស់មកឥឡូវឲ្យគេសង់គេធ្វើអីសិនទៅដល់ពេលយើងយកមកវិញមកគឺយើងបានរបស់អស់នឹងប្រើស្រាប់ហ្មងកុំបាច់អស់លុយអស់កាក់អីទៅសាងសង់ទៅជួសជុលអីទៀតខ្ញុំដល់ពេលយើងនិយាយចឹងអីខ្ញុំវាដូចថាពេលខ្លះសរសើរនៅភាពបកកាយលួងចិត្តគ្នាឯងសរសើរមែនតើអានយោបាយប្រជាពិធសរសើរគ្នាឯងនៅក្នុងពេលដែលមានគ្រោះខ្ញុំសូមសរសើរនៅពេលដែលយើងជិះម៉ូតូដួលបាក់ថ្មិញអស់ទាំងក្រាស់យើងនៅញញឹមមកសរសើរមកស្រែកប្រាប់គេថាហេងវិនស្បែកជើងផ្ទាត់អត់លលាត់អីបន្តិចយើងនៅរកភាពសរសើរអញ្ចឹងបានទៀតទេខ្ញុំសូមសរសើរដោយស្មោះនៅពេលដែលយើងចេះលួងចិត្តខ្លួនឯងតាមពិតនេះគឺជាវិធីផ្សះផ្សាផ្លូវចិត្តដើម្បីកុំឲ្យកើតជំងឺបាក់ទឹកចិត្តមួយដ៏ធ្ងន់ធ្ងរនៃយុទ្ធសាស្ត្រនៅក្នុងការដែលដោះស្រាយមនុស្សមានវិបត្តិផ្លូវចិត្តគឺជាការល្អហើយក៏ប៉ុន្តែនៅក្នុងយុទ្ធសាស្ត្របែបនេះគឺអត់បានចំណេញអីទេវាធ្វើឲ្យមនុស្សដែលជាប្រជាពលរដ្ឋខ្មែរដែលបាក់ទឹកចិត្តស្រាប់ហ្នឹងកើតទៅជាជំងឺ stress និងបាក់ទឹកចិត្តកាន់តែខ្លាំងដោយសារអីវារៈកផែលពេកគេវាយយកគេធ្វើចាក់បេតុងគេដាក់ជីកលេនដ្ឋានគេដាក់កុងតឺន័ររាយបលាលួសគេវាយគេឆ្កាគេសង់គេអីដាក់ប៉មប៉ូលីសដាក់ទង់ជ័យគ្រប់កន្លែងគេនាំលោកសង្ឃនិមន្តមកដើម្បីចយន្តោនៅប្រាសាទនេះប្រាសាទនោះគេធ្វើសាំងរូបបដិមានៅនេះនៅនោះសុទ្ធទៅគ្រប់ទីកន្លែងយើងថាធ្វើសិនទៅអាហ្នឹងដីខ្មែរបន្តិចទៀតយកមកបានទាំងអស់មកវាមិនដូចការគិតរបស់យើងទេយើងត្រូវចិត្តគិតអញ្ចេះវិញឲ្យងាយយល់បងប្អូនខ្ញុំឲ្យយើងគិតឲ្យងាយយល់បើចោលលួចម៉ូតូរបស់យើងទៅពាក្យថាចោលគឺគេមានគំនិតកខ្វក់គេខូចណាយើងឃើញថាម៉ូតូយើងគេលួចទៅពេលហ្នឹងនោះយើងឃើញម៉ូតូយើងថតរូបបាននោះម៉ូតូរបស់យើងឥឡូវនេះយើងអត់ទាន់ចង់ទទួលស្គាល់ថាម៉ូតូយើងទៀតឥឡូវខ្ញុំគិតថាឥឡូវថាយើងថាចោលលួចអា14កន្លែងហ្នឹងយើងទទួលស្គាល់ថាចោលលួចអាហ្នឹងខ្ញុំសរសើររដ្ឋាភិបាលដែរតែហ៊ានទទួលស្គាល់ថាចោលលួចរបស់ឧបមាថាឥឡូវថាក្នុងចំណោម14ហ្នឹងវាមានម៉ូតូយើងនៅក្នុងហ្នឹងដែលចោលលួចទៅហើយម៉ូតូហ្នឹងយើងដឹងថាពណ៌អីអាលេខម៉ាស៊ីនវាលេខប្រមាណស្លាកលេខមិនអីអញ្ចឹងទម្រង់អី Honda ឬក៏អាសង់ឬក៏ Wave ឬក៏ Scooter ឬក៏អីចឹងទៅឧទាហរណ៍ឥឡូវខ្ញុំនិយាយថាម៉ូតូតែមួយប្រភេទចាស់ឥឡូវចោលយកទៅហើយយើងទទួលស្គាល់ថាចោលលួចហើយយើងកោលទោសអំពើចោលលួចយើងបដិសេធរបស់ចោលលួចហ្នឹងថាណែឯងលួចទៅជិះមែនប៉ុន្តែមិនមែនរបស់ណែឯងទេថ្ងៃណាមួយនឹងជារបស់ខ្ញុំអត់ប្តឹងទេក៏ប៉ុន្តែណែឯងត្រូវចាំថាខ្ញុំអត់ទទួលស្គាល់ថាណែឯងលួចថារបស់នឹងជារបស់ណែឯងខ្ញុំទទួលស្គាល់ថាណែឯងលួចតែអត់ទទួលស្គាល់ថានឹងជារបស់ណែឯងតើយើងច្បាស់ប៉ុណ្ណាដែលចោលយករបស់នឹងមកឲ្យវិញដូចដើមឬក៏ថានឹងយើងនៅចាំថាជារបស់យើងបើចោលយកទៅឈូសលេខម៉ាស៊ីនអស់
គេធ្វើបានតើបងប្អូនគេកែលេខម៉ាស៊ីនរបស់ម៉ូតូហ្នឹងគេឈូសអាថ្នាំហ្នឹងចេញអស់ទៅដំបងយកទៅពណ៌ទឹកប្រាក់ទេចាប់តែឲ្យគេដូរទៅជាពណ៌ខ្មៅឯណាទៅឡើងរលោងស្រិលទៅបាញ់ថ្នាំទៅគេមានបច្ចេកទេសនៅក្នុងការបាញ់ថ្នាំគេចុះបញ្ជីនៅក្នុងប្រព័ន្ធនៅប៉ូលីសឬក៏ឃុំសង្កាត់គេហ្នឹងដើម្បីឲ្យមានភាពស្របច្បាប់នៃរបស់ហ្នឹងទៀតណាដូរអាលេខម៉ាស៊ីនដូរគ្រឿងដូរអីទាំងអស់យើងមើលឡើងស្គាល់បាត់ទៅហើយហ្នឹងហើយកុងទ័រហ្នឹងក៏ដូរលេខអស់ទៅហើយដល់ពេលហើយស្រាប់តែថាយើងនៅតែថាអានឹងជារបស់យើងទៀតតែយើងអត់បានប្តឹងផ្ដាល់អីរបស់ហ្នឹងខ្លាយទៅជារបស់ស្របច្បាប់លែងស្គាល់របស់យើងទៅទៀតតើយើងមានចង់និយាយពីកម្រិតនៅក្នុងការទាររបស់យើងមកវិញបងប្អូនសាកសម័យបន្តិចមើលសូម្បីតែគ្រឿងម៉ូតូដែលយកទៅដាក់នៅស្នាក់ការប៉ូលីសស្រុកខ្មែរកន្លងមកហ្នឹងដាក់ទៅមួយយប់ឯងស្អែកឡើងមើលអត់ទាំងស្គាល់ម៉ូតូខ្លួនឯងប៉ុណ្ណឹងគេស៊ីគ្រឿងស៊ីខ្ចៅខ្ចងអីអស់អាហ្នឹងនៅក្នុងស្នាក់ការប៉ូលីសដែលមានការការពារថែរក្សាត្រឹមត្រូវផងចុះទម្រាំចោលដែលមានអំពើទុច្ចរិតដែលឈ្លានពានចង់តែបានរបស់យើងឲ្យតែបានអាននឹងយល់តើយើងនឹងសង្ឃឹមអីបានពីគេប៉ុន្តែដូចខ្ញុំជម្រាបអញ្ចឹងថាយើងទទួលស្គាល់ជារឿងល្អឲ្យ14កន្លែងហ្នឹងថារបស់គេលួចប៉ុន្តែឥឡូវនេះអារបស់ដែលគេលួចហ្នឹងឡើងដល់ទៅ41កន្លែងហើយខ្ញុំថាពេលដែលខ្ញុំផ្សាយសាររបស់លោកអ៊ុំសំអានពេលខ្លះជាការធ្វើឲ្យបងប្អូនយើងរកម្មចិត្តមិនតិចទេព្រោះអីលោកអ៊ុំសំអានជាមន្ត្រីជាន់ខ្ពស់នៃកិច្ចការព្រំដែនរបស់ខាងរដ្ឋាភិបាលក្រៅប្រទេសហើយជារឿយលោកតែងតែយកព័ត៌មានថ្មីចុងក្រោយដើម្បីផ្ទៀងផ្ទាត់ថាតើទីតាំងប្រមាណហើយនៅក្នុងដែលដែនដីថាខ្មែរដែលត្រូវថៃគ្រប់គ្រងព្រោះអីកម្ពុជាកម្រទទួលស្គាល់ការពិតណាស់តែបើទទួលស្គាល់ហើយគឺអត់គ្រប់ចំនួនអីចឹងទៅតែវាមិនអីទេព្រោះអាហ្នឹងយើងត្រូវជឿលើប្រភពរដ្ឋាភិបាលបើគេថា14ហ្នឹងមិនចឹងក៏ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលថា14ទីតាំងបានតែប្រហែលថ្ងៃលោកអ៊ុំសំអានថាទាហានជួមុខហើយនឹងព័ត៌មានដែលផ្ទៀងផ្ទាត់ពីថៃហ្នឹងលោកផ្ទៀងគូកលនោះថាមានដល់ទៅ28ឃើញគាត់ថា14ភ្លាមបាន3 4ថ្ងៃលោកអ៊ុំសំអានថាមិនមែនទេលើសនឹងគុណនឹង2អាហ្នឹងមួយសារទៅរដ្ឋាភិបាលអត់មានតបអីទាំងអស់ជាមួយនឹងការលើកឡើងថ្មីនេះព្រោះកន្លងមកគឺធ្លាប់មានក្រសួងព័ត៌មានយុគឋានសោតទស្សអីហ្នឹងគេនាំគ្នាគូខ្វែងអស់ហើយឲ្យតែនិយាយព័ត៌មានស្អីគឺថាឆ្នាំអាចទន្សាយមួយដោយទាំង Facebook របស់ខ្ញុំក៏គេថាខ្ញុំនឹងខ្លាយដែរដល់អញ្ចឹងទៅពេលក្រោយមកលោកអ៊ុំសំអានរកឃើញថាមិនមែនតែ28គឺ35ក្រោយមកទៀតលោកថាមិនមែន35ទេព័ត៌មានថ្មីទៀតគឺមាន40ឥឡូវថ្ងៃនេះគឺគាត់ថារកឃើញទៀតមានដល់ទៅ41ទីតាំងឯនោះដែលថៃគ្រប់គ្រងបានតែអានេះគឺជាព័ត៌មានពិតប៉ុណ្ណាបងប្អូនខ្ញុំអត់ឲ្យជឿលោកអ៊ុំសំអានទេហើយក៏ខ្ញុំមិនឲ្យទាត់ចោលអ្វីដែលលោករកឃើញដែរឲ្យបងប្អូនផ្ទៀងផ្ទាត់ឲ្យគិតមើលថាតើតំបន់ទាំងអស់នោះវាស័ក្តិសមឬក៏ស្តៀងទៅនឹងអ្វីដែលគេយកបានទេហើយអញ្ចឹងអ្នកដែល comment នៅក្នុង Facebook អីហ្នឹងទាត់ចោលឲ្យរដ្ឋាភិបាលខ្លួនឯងហ្នឹងដែលជារដ្ឋាភិបាលកម្ពុជាឡើងមកគូសចោលទៅហើយឧទាហរណ៍ថាអូតំបន់41នេះតាមពិតមានតែ14នេះដែលត្រឹមត្រូវក្រៅពីហ្នឹងគូសចោលទៅប៉ុន្តែរដ្ឋាភិបាលអាចគូសចោលបានទៀតដោយសារបញ្ហាមួយគឺរដ្ឋាភិបាលទទួលស្គាល់14កន្លែងដំបូងហ្នឹងគឺទទួលស្គាល់តែម្ដងហើយឈប់ទទួលស្គាល់តែម្ដងអ្វីប្លែកទៀតអីថៃសម័យក្នុងខោអីទៀតកន្លែងរហូតដល់អភិបាលខេត្តពោធិ៍សាត់ម្សិលមួយថ្ងៃនេះលោកខុយរីដាមកប្រាប់ថានៅក្នុងខេត្តពោធិ៍សាត់របស់លោកនេះដែលក្រសួងការបរទេសប្រាប់ថាថៃយកបានតែ2កន្លែងទេគាត់ថាអត់ទេ4កន្លែងឃើញទេគ្រាន់តែខេត្តពោធិ៍សាត់មួយអភិបាលខេត្តឡើងមកនិយាយថាអត់ផងថៃគេយកដល់ទៅ4ក្រសួងការបរទេសថាយកតែ2អញ្ចឹងយើងឃើញខុសគ្នាដល់ទៅ2ដងបាត់ទៅហើយនៅក្នុងពេលដែលរដ្ឋបាលខេត្តពោធិ៍សាត់ដែលជាម្ចាស់ទឹកម្ចាស់ដីហើយនឹងក្រសួងការបរទេសហើយក្រសួងការបរទេសអត់ដែលមកប្រាប់ពីព័ត៌មានថ្មីទៀតថាឥឡូវក្រសួងសុំកែតម្រូវឬក៏សុំធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីថាពីមុនប្រាប់ថាមាន14ឥឡូវនេះថែម2កន្លែងទៀតដោយលោកខុយរីដាអភិបាលខេត្តពោធិ៍សាត់ថែម2ទាំងឲ្យឡើងទៅ16អាហ្នឹងក៏អត់នៅតែស្ងៀមជាជាងសដីតែពីជ័យខ្ចីជាជាងតនេមាត់ធ្វើឲ្យយើងអ្នកសារព័ត៌មានរត់ជន់ជើងគ្នាចុះប្រព័ន្ធសារព័ត៌មានគាត់ហ្នឹងធ្វើអីគេរាល់ថ្ងៃហ្នឹងប្រព័ន្ធប្រតិកម្មរហ័សអូបាទរឿងយកដំណឹងពីរឿងមន្ត្រីបកប្រឆាំងណាទៅមានស្នេហាសហាយស្មន់លើក្រែលើមុងអីណាក្នុងមុងអីណាហ្នឹងអូពីលឿនផ្សាយឲ្យបាច់ផ្សែងមួយថ្ងៃហើយមួយថ្ងៃទៀតម្ដងហើយម្ដងទៀតមួយថ្ងៃហ្នឹងជួនកាលអូអត់ផុតអីពីរឿងលើក្រែហ្នឹងអាហ្នឹងគាត់ប្រកែអញ្ចឹងវិញអាព័ត៌មានបែកធ្លាយអាសីហាអាណាអាណីណាហ្នឹងនិយាយពី
និយាយពីប្រព័ន្ធអប់រំប្រព័ន្ធទូរទស្សន៍ជាតិអីយើងហ្នឹងក៏ផ្សាយដែរអ្នកណានិយាយលួចស្ដាប់ទូរស័ព្ទអ្នកណាហ្នឹងក៏យកមកផ្សាយនៅក្នុងប្រព័ន្ធជាតិដែររឿងបំផ្លាញគ្នាឯងដែលអសិលធម៌អគុណធម៌អញ្ចឹងយើងលឿនមែនតើដល់តែពេលអញ្ចេះរឿងមែនតើអាយុជីវិតជាតិអត់ស្ងាត់ឈឹងឥឡូវបងប្អូនមើលទៅខ្ញុំចិត្តតែនិយាយបងប្អូនទៅមើលក្រសួងការពារក្រសួងការបរទេសដែលប្រាប់ថាទីតាំងលើសពី14ហ្នឹងមានទីតាំងអីថ្មីសូម្បីលោកខុយរីដាថែម2មកនៅតែខេត្តពោធិ៍សាត់មួយអត់ទេព្រោះក្រសួងការបរទេសនិយាយមកមានខេត្តដល់ទៅ4ដែលក្នុងចំណែកនៅក្នុងខេត្តហ្នឹងមានពោធិ៍សាត់មានខេត្តប្រទីមានជ័យឧត្តរមានជ័យមានស្អីនៅក្នុងខេត្តបាត់ដំបងអីអញ្ចឹងដូច្នេះឥឡូវនេះគឺអ្វីដែលលោកអ៊ុំសំអានលើកឡើងនេះហើយខ្ញុំជឿថាទៀងទាត់ទៀតទៅបងប្អូនកុំជឿគាត់ហើយចាំមើលប្រតិកម្មរបស់រដ្ឋាភិបាលខ្ញុំមិនអោយទាត់ចោលការស្ដាប់ប្រភពរដ្ឋាភិបាលប៉ុន្តែទៅស្ដាប់ប្រភពរដ្ឋាភិបាលទៅសុំពីការឆ្លើយតបពីរដ្ឋាភិបាលដូចទៅសុំភ្លើងយក្សអញ្ចឹងគឺយើងវេទនាអញ្ចឹងព្រោះស្ថាប័នគេហ្នឹងអាណាគេឲ្យអាណាគេមិនឲ្យគេស្រេចតែចិត្តគេហើយទុកឲ្យអាភាពមន្ទិលហ្នឹងបានទៅប្រយោជន៍នៃការច្បោកច្បល់អញ្ចឹងទុកឲ្យឆ្ងល់ឥឡូវប្រាសាទទាំងទីតាំងទាំង41ទីតាំងដែលលោកអ៊ុំសំអានលើកឡើងមានទី1ម្ដងទៀតបងប្អូនប្រាសាទតាមាន់ធំទី2ប្រាសាទតាមាន់តូចទី3ប្រាសាទតាក្របីទី4ប្រាសាទខ្នាទី5ច្រកអានសេះ6ភ្នំ350 7ភ្នំ225 8ភ្នំ500 9ភ្នំ323 10ភ្នំ677 11ភូមិជោគជ័យ12ភូមិព្រៃច័ន្ទ13ផ្ទះ3ខ្នង14អូភ្លុកដំរី15តំបន់ច1 16ថ្មដាច្រកព្រំដែនជ័យជំនះឬក៏ច្រក56 17ភ្នំទ្រាប់18ថ្មដូន19អូស្មាច់20ភ្នំប៉ោយ21បឹងតគួន22ភ្នំ400 23អូខ្លាឃ្មុំភ្នំឬហៅថាភ្នំ284 23សំទោស24ផ្ទះតាមុកជាំតែឬក៏ថាបោះស្បូវ25អូផ្កាស្នេហ៍26តាថាវ27ជប់អង្គុញ28ចូលគ្រោះ29បោះស្បូវ30ជាំតែ31ដើមត្រាង32ដំណាក់ស្ដាច់33តាស៊ីមកពូលភ្នំ34ចាក់ច្រែងកពូលភ្នំ35ថ្ម3ដុំកពូលភ្នំ36ភ្នំរើង37ភ្នំបាសីចាំក្រុង38តំបន់អណ្ដើកកអណ្ដើកនិង39ភ្នំគិង្គក់40តំបន់កសេះនិង41តំបន់ស្ពានជ័យជំនះតំបន់ស្ពានមេទឹកខ្ញុំថាតំបន់នេះគឺប្រហែលជាលោកអ៊ុំសំអានទើបតែថែមនៅពេលដែលលោកខូយរីដាដែលបញ្ជាក់ថានៅខេត្តពោធិ៍សាត់គឺមានដល់ទៅ4ទីតាំងអីអញ្ចឹងទៅតើបានន័យថាម៉េចនៅក្នុងនេះក៏លោកអ៊ុំសំអានបញ្ជាក់ថាទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរយ៉ាងរឹងមាំដែរនៅចំនួន13ទីតាំងដែលមិនបានបាត់បង់ដោយសារសង្គ្រាមរួមមានប្រាសាទព្រះវិហារភ្នំខ្មោចភ្នំ335មករាវាលឥន្ទ្រីភ្នំតងោលបង្គោល8មុំ3ពលានថ្មសម្បុកឃ្មុំតំបន់75ភ្នំ333និងភ្នំ398បាទទឹកដីខ្មែរចំនួន41ទីតាំងនេះគឺជាការអះអាងរបស់លោកអ៊ុំសំអានយើងមើលតទៅទៀតបងប្អូនឥឡូវនេះគឺម៉ាជនីនៅតាមព្រំដែនដែលទីតាំងវាយប្រហារហ្នឹងគឺគេយកសឹងអស់ហើយតែយើងមិនមែនថាយើងជិះចាប់ប៉ុន្តែឲ្យពូនផ្ដុំការជិះចាប់ហ្នឹងទៅក្នុងការដែលប្តឹងគេប៉ុន្តែរដ្ឋាភិបាលជំនួសឲ្យការប្តឹងគេថ្ងៃនេះគឺគាត់ធ្វើរឿងមួយទៀតគឺបន្តយុទ្ធនាការបរិហារអំពើឈ្លានពានរបស់យោធាថៃតែអត់ប្តឹងថៃទៅតុលាការអន្តរជាតិទេបងប្អូនបរិហារបានន័យថាមិនមែនបរិហារគេណាបងប្អូនខ្ញុំចង់ឲ្យបងប្អូនយល់ឲ្យច្បាស់រវាងបណ្ដឹងបរិហារនិងបណ្ដឹងបរិហារគេពាក្យថាបរិហារបានន័យថាប្រកាសឲ្យគេដឹងឮជាទូទៅអំពីអំពើមិនត្រឹមត្រូវអីមួយឧទាហរណ៍ដូចថានៅកម្ពុជាអញ្ចឹងប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើបណ្ដឹងបរិហារមន្ត្រីអសមត្ថភាពប្រព្រឹត្តអំពើពុករលួយឲ្យដកទួនាទីអីចឹងទៅអានេះគេហៅថាបណ្ដឹងបរិហារដែលមានចែងនៅក្នុងច្បាប់ឲ្យប្រជាពលរដ្ឋធ្វើហើយអ្នកធ្វើបណ្ដឹងបរិហារដូចជាអ្នកផ្លុំកញ្ចែលួចខ្សឹបប្រាប់ឬក៏រាយការណ៍អំពីអ្នកណាប្រព្រឹត្តអំពើខុសហ្នឹងត្រូវបានច្បាប់ទទួលការពារក្នុងនាមជាសាក្សីជាអ្នករាយការណ៍ទៅទៀតអាហ្នឹងបើតាមមើលដើម្បីកម្ចាត់អំពើពុករលួយនិងភាពអសកម្មអញ្ចឹងបណ្ដឹងបរិហារនេះគឺខុសគ្នាបណ្ដឹងបរិហារគេបរិហារគេគឺការអាក្រាតគេគឺការសំអុយគេឈ្មោះរបស់អ្នកណាម្នាក់ប៉ះពាល់ទៅនឹងគេប៉ះពាល់រឿងផ្ទាល់ខ្លួនរឿងបុគ្គលរឿងអីហើយអាប័ណ្ណបរិហារគេនេះគឺមានចែងនៅក្នុងច្បាប់របស់យើងដែរថាអាចនឹងទទួលទោសទណ្ឌមិនមែនជាទោសព្រហ្មទណ្ឌទេតាមពិតប័ណ្ណបរិហារគេនឹងគឺជាប័ណ្ណល្មើសជារដ្ឋប្រវេណីអីទេប៉ុន្តែ
ពេលខ្លះគេទាញឲ្យយឺតដោយកស៊ូយកអាបាត់បរិហាគេហ្នឹងក៏ឃុំខ្លួនមនុស្សអីចឹងទៀតទៅថាទៅជាបាត់ល្មើសព្រហ្មទណ្ឌតែយ៉ាងណាពាក្យថាកម្ពុជាបន្តយុទ្ធនាការបរិហាអំពើឈ្លានពានរបស់ថៃតែមិនប្តឹងថៃទៅតុលាការអន្តរជាតិខ្ញុំកោតសរសើរកម្ពុជាមួយនៅក្នុងន័យថាក្លាហានគ្រប់គ្រាន់មិនចោះញោមតាមអ្វីដែលជាការសម្លុតរបស់ថៃដែលហាមកម្ពុជាមិនឲ្យប្រើពាក្យថាកម្ពុជាឈ្លានពានថៃនេះគឺជារឿងមួយដែលខ្ញុំចង់បញ្និយាយថាយើងខ្លាំងយើងក្លាហានយើងមុតមមក្នុងចិត្តឲ្យខ្ញុំសរសើរដោយស្មោះថាយើងអត់ត្រូវចោះញោមថៃនៅក្នុងការដែលមកបង្គាប់បញ្ជាមិនឲ្យយើងនិយាយថាថៃឈ្លានពានកម្ពុជាទេកន្លែងនេះមួយគឺរដ្ឋាភិបាលធ្វើត្រូវខ្ញុំសូមសរសើរក៏ប៉ុន្តែការដែលបរិហាថៃឈ្លានពានកម្ពុជាគឺគាត់បរិហាដូចតទៅតែមើលខ្ញុំឃើញយុទ្ធនាការគាត់ធ្វើតាមបណ្ដាញសង្គមហ្នឹងគឺគាត់មានកាត់រូបភាពថៃដាក់កុងតឺន័របន្លាលួសអីអញ្ចឹងទៅដាក់ទង់ជ័យអីអញ្ចឹងទៅឲ្យគាត់និយាយគាត់មានឃ្លាមួយគាត់ថាកម្ពុជាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយកម្លាំងប្រដាប់អាវុធទេអាហ្នឹងមួយទៅមួយទៀតគឺគាត់និយាយថាគាត់យករូបមួយដែលយើងដឹងហើយម្ចាស់ផ្ទះនៅបឹងតគួនណាបងប្អូនម្ចាស់ផ្ទះយុវជនម្នាក់ហ្នឹងគឺគាត់ទៅចូលនៅលំនៅឋានរបស់គាត់ស្របច្បាប់ដែលថៃទន្ទ្រានឈ្លានពានហើយទៅចាប់ឃុំខ្លួនគាត់រហូតតតែអាជ្ញាធរកម្ពុជានឹងសម្របសម្រួលទម្រាំបានដោះលែងគាត់ចេញមកវិញទៅចូលក្នុងផ្ទះខ្លួនឯងដើម្បីទៅមើលទ្រព្យរបស់ខ្លួននឹងតើវាគង់វង្សវានរណាលួចបំផ្លិចបំផ្លាញអស់រដែរឬយ៉ាងណាត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនហើយទើបតែដល់មានការសម្របសម្រួលទើបដោះលែងចូលទៅក្នុងផ្ទះឯងគេឃុំខ្លួនសម្របសម្រួលបានគេដោះលែងហើយថៃរួចខ្លួននេះគឺជាការរំលោភដែនអធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការវិលទៅលំនៅឋានរបស់ខ្លួនដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមផងថាថៃអត់រារាំងប្រជាពលរដ្ឋស៊ីវិលនៅក្នុងការវិលទៅកាន់លំនៅឋានរបស់ខ្លួនវិញខ្ញុំសរសើររដ្ឋាភិបាលកម្ពុជាកន្លែងចំណុចនឹងមួយចំណុចដែលចែងថាតាមរយៈសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូដើម្បីឲ្យមានបទជប់បាញ់នេះគឺភាគីទាំងពីរយល់ព្រមសម្រួលឲ្យប្រជាពលរដ្ឋជនភៀសសឹកអាចវិលទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយឥតមានការរារាំងទេអត់មានការរំខានទេមានតែជួយសម្រួលសុវត្ថិភាពទៀតផងក៏ប៉ុន្តែជាអកុសលគឺជនជាតិខ្មែរយើងចូលទៅភូមិឋានអត់បានសោះដូចជាភូមិ3ជាន់សំទោសភូមិជោគជ័យភូមិព្រៃច័ន្ទដែលនៅក្រោមការគ្រប់គ្រង1000គ្រួសារជាងចូលអត់បានទេថ្មដាននឹងមាន80គ្រួសារជាងដែលរងផលប៉ះពាល់ផ្ទះខ្ទេចទី39គ្រួសារដែលចូលទៅវិញអត់បានទេព្រោះអភិបាលខេត្តពោធិ៍សាត់លោកខុយរីដាបញ្ជាក់ពីថ្ងៃមុនហ្នឹងចឹងហើយនៅទីតាំងផ្សេងទៀតដូចបឹងតគួនបឹងអីនៅតែមានប្រជាពលរដ្ឋចូលទៅអត់បាននៅឡើយអានេះវាក្បត់ស្មារតីនៃសេចក្តីថ្លែងការណ៍រួមបងប្អូនកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការតតាំងថៃថាឯងបំពេញសិទ្ធិមនុស្សបំពេញសេចក្តីថ្លែងការណ៍រួមប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងកម្ពុជាខ្លួនឯងភ្លេចគិតថានៅក្នុងសេចក្តីថ្លែងការណ៍រួមនេះបានចែងយ៉ាងច្បាស់ថាអ្នកណានៅណាគឺអ្នកនឹងនៅនឹងនេះគឺជាមាត្រា2ដែលខ្ទាស់គ្នានៅក្នុងពេលតែមួយខ្ទាស់គ្នានៅក្នុងន័យថាគេអត់បានហាមឃាត់យើងមិនឲ្យវិលទៅកាន់លំនៅឋានវិញទេមកដល់ម៉ោងនេះជនភៀសសឹកខ្មែរជាង5សែនអ្នកហើយបានវិលទៅលំនៅឋានវិញអត់មានការរារាំងអីទាំងអស់ជាង5សែនអ្នកឲ្យបងប្អូនដំបងឡើង6សែន40000អ្នកជាងឥឡូវនៅសល់តែ1សែន30000អ្នកជាងទេបានន័យថានៅសល់ប្រហែលជា15%ប៉ុណ្ណឹងទេវិលទៅលំនៅឋានជាង85%ហើយអត់មានការរារាំងអីមិនចឹងឯងបងប្អូនថៃគេនឹងអះអាងមកថាថៃអត់បានរារាំងទេប្រជាពលរដ្ឋវិលទៅលំនៅឋានវិញទៅតាមធម្មតាក៏ប៉ុន្តែมันអាចវិលទៅក្នុងតំបន់ដែលយើងព្រមព្រៀងគ្នាថាអ្នកណានៅណាអ្នកនឹងនៅនឹងទេនេះមាត្រានេះហើយដែលចងភ្ជាប់កាតព្វកិច្ចមួយដែលកម្ពុជាអត់អាចទៅរករឿងថៃបានរឿងគេយើងចូលទៅក្នុងដែនអធិបតេយ្យរបស់ថៃវិញបាត់ទៅហើយហ្នឹង